ចំពោះបញ្ហាក្នុងការប្រកាសទោសរបស់តុលាការគឺតុលាការតែងតែផ្អែកទៅលើស្ថានទម្ងន់ទោសនិងស្ថានសម្រាលទោសដែលជាពិសេសនៅក្នុងនោះគឺគាត់ពិនិត្យអំពីចរិតលក្ខណៈគ្រោះថ្នាក់នៃអំពើចំពោះជនល្មើសដែលបានប្រព្រឹត្តនៅក្នុងបទល្មើសហ្នឹងនិងពិនិត្យអំពីបុគ្គលិកលក្ខណៈនៃជនជាប់ចោទហើយនឹងសភាពផ្លូវចិត្តរបស់ជនជាប់ចោទព្រមទាំងមូលហេតុនៅក្នុងការប្រព្រឹត្តបទល្មើសដូច្នេះហើយបានតុលាការអាចកំណត់ថាតើជននេះនឹងត្រូវទទួលនៅស្ថានទម្ងន់ទោសឬក៏ទទួលនៅស្ថានសម្រាលទោសនៅក្នុងការកំណត់ថាអំពីស្ថានទម្ងន់ទោសនេះគឺគេផ្អែកទៅលើបញ្ហាពីរទី1គឺចរិតគ្រោះថ្នាក់នៃអំពើរបស់ជនល្មើសគឺថាគេពិនិត្យមើលថាតើអំពើនោះវាមានជាប្រភេទអំពើបែបម៉េចខ្លះព្រោះថាស្ថានទម្ងន់ទោសខ្លះគឺច្បាប់បានកំណត់យ៉ាងជាក់លាក់នៅក្នុងច្បាប់ពាក់ព័ន្ធនឹងបទល្មើសនីមួយៗហ្នឹងដោយសារតែទម្រង់នៃអំពើនោះវាជាប្រភេទអំពើមួយដែលគេគិតថាវាមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សង្គមអញ្ចឹងទម្រង់អំពើបែបម៉េចខ្លះដែលជាទម្រង់អំពើដែលត្រូវទទួលនៅស្ថានទម្ងន់ទោសគឺមានទី1គឺអំពើដែលធ្វើឡើងដោយក្រុមមានការចាត់តាំងទី2គឺអំពើដែលធ្វើឡើងដោយមានការគិតទុកជាមុនទី3គឺអំពើដែលធ្វើឡើងដោយការកាប់កោសទម្លុះទម្លាយទី4គឺអំពើដែលធ្វើឡើងដោយការផ្លោះរបងចូលទី5ការអំពើដែលធ្វើឡើងដោយមានការប្រើប្រាស់អាវុធឬក៏ប្រើប្រាស់នៅវត្ថុដែលត្រូវបានចាត់ទុកជាអាវុធនិងទី6គឺអំពើដែលធ្វើឡើងដោយមានការពួនស្ទាក់ចំពោះទម្រង់អំពើទាំងអស់នេះគឺច្បាប់បានកំណត់យ៉ាងជាក់លាក់នៅក្នុងអំពើនីមួយៗឧទាហរណ៍ថាបទឃាតកម្មដែលមានចែងនៅក្នុងបញ្ញត្តិមាត្រា199អំពើឃាតកម្មនេះគឺច្បាប់បានកំណត់ផ្តន្ទាទោសពី10ទៅ15ឆ្នាំប៉ុន្តែចំពោះអំពើឃាតកម្មដែលមានការគិតទុកជាមុនគឺច្បាប់បានកំណត់នៅក្នុងបញ្ញត្តិមាត្រា200គឺកំណត់អំពីស្ថានភាពរបស់វាមានលក្ខណៈធ្ងន់ជាងចឹងហើយបានច្បាប់កំណត់ទោសហ្នឹងរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិតចា៎អញ្ចឹងយើងឃើញថាតកតងទៅនឹងការកំណត់អំពីស្ថានទម្ងន់ទោសដែលច្បាប់កំណត់តកតងជាមួយនឹងប្រភេទអំពើនេះគឺកំណត់ជាក់លាក់នៅក្នុងអំពើនីមួយៗនោះហើយតកតងទៅនឹងបញ្ហាមួយទៀតគឺតកតងទៅនឹងការប្រព្រឹត្តអំពើដោយមិនរៀងចាលនេះគេហៅថាចូលករណីមិនរៀងចាលករណីមិនរៀងចាលនេះគឺច្បាប់កំណត់ឲ្យមានអានុភាពបន្ថែមនៅទម្ងន់អតិបរមានៃទោសដែលចំពោះអំពើនីមួយៗបានច្បាប់បានកំណត់ឧទាហរណ៍ថានៅក្នុងអំពើមួយដែលច្បាប់បានកំណត់ថាវាជាករណីមិនរៀងចាលនៅក្នុងលក្ខខណ្ឌនឹងហើយគឺជននេះនឹងត្រូវបានតុលាការពិចារណាយកអតិបរមានៃទោសចំពោះបទល្មើសនោះត្រូវទ្វេដងនៅក្នុងករណីដែលចូលនៅក្នុងលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រា84ខ្ញុំសូមលើកពាក់ព័ន្ធថាតើលក្ខខណ្ឌបែបម៉េចខ្លះដែលជាលក្ខខណ្ឌនៃការមិនរៀងចាលនៅក្នុងមាត្រា84គឺបានចែងនៅអំពើមួយចំនួនដែលថាចូលនៅក្នុងការមិនរៀងចាលនឹងខ្ញុំសូមអាននៅមាត្រា84ទី1គឺការបើបុគ្គលណាម្នាក់ដែលត្រូវបានផ្ដន្ទាទោសជាស្ថាពររួចហើយពីបទឧក្រិដ្ឋបុគ្គលនោះត្រូវបានប្រព្រឹត្តបទឧក្រិដ្ឋថ្មីទៀតនៅក្នុងរយៈពេល10ឆ្នាំចឹងសួរថាករណីដែលចូលការមិនរៀងចាលបែបនេះតើត្រូវទទួលទោសបែបម៉េចគឺនៅក្នុងបញ្ញត្តិមាត្រា85គេបានកំណត់អំពីការបន្ថែមទម្ងន់ទោសតាមຂ្នាតដូចខាងក្រោមទី1ប្រសិនបើអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទឧក្រិដ្ឋថ្មីនេះមិនលើសពី20ឆ្នាំអតិបរមានេះត្រូវធ្វើឡើងឧទាហរណ៍ថាគាត់ប្រព្រឹត្តបទឧក្រិដ្ឋលើកមុនថាបទប្លន់ចុះច្បាប់បានផ្ដន្ទាទោសកំណត់នៅក្នុងនោះគឺថាពី3ទៅ10ឆ្នាំពេលដែលតុលាការសម្រេចទោសចំពោះគាត់នេះស្ថាពររួចហើយបានចូលស្ថាពរសាលក្រមចូលស្ថាពរនៅថ្ងៃ1ខែ1ឆ្នាំ2005ចុះគាត់មិនទាន់ផុតរយៈពេល10ឆ្នាំផងគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋមួយទៀតទៅប្រព្រឹត្តបទឧក្រិដ្ឋមួយទៀតការប្រព្រឹត្តបទឧក្រិដ្ឋថ្មីនេះគឺជាការប្រព្រឹត្តបទឧក្រិដ្ឋដែលចូលជាករណីមិនរៀងចាលហើយអញ្ចឹងបើសិនជាគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋថ្មីឧទាហរណ៍ថាបទឃាតកម្មដែលត្រូវផ្ដន្ទាទោសពី10ទៅ15ឆ្នាំអញ្ចឹងតុលាការត្រូវពិចារណាទោសរបស់គាត់គឺចន្លោះពី10ទៅ30ឆ្នាំគឺយក15ឆ្នាំ
ទ្វេដងគុណនឹងពីរបាទករណីមួយទៀតគឺអតិបរមានៃទោសដាក់ពន្ធនាគារនៃបទឧក្រិដ្ឋថ្មីនេះមានរយៈពេល30ឆ្នាំអតិបរមានៃទោសនេះគឺដាក់ពន្ធនាគារអស់មួយជីវិតចឹងឧទាហរណ៍ថាបទល្មើសដែលគាត់ប្រព្រឹត្តថ្មីនេះអតិបរមាមានរហូតដល់30ឆ្នាំគឺតុលាការពិចារណាអំពីទោសរបស់គាត់គឺរហូតដល់អស់មួយជីវិតចា៎ចំពោះចំណុចទី2នៅក្នុងមាត្រា84គេចែងថាកាលបើបុគ្គលណាម្នាក់ដែលត្រូវបានផ្ដន្ទាទោសជាស្ថាពររួចហើយពីបទឧក្រិដ្ឋបុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមក្នុងរយៈពេល5ឆ្នាំនឹងគឺថាចូលនៅក្នុងការប្រព្រឹត្តបទមជ្ឈិមមិនរាងចាលអញ្ចឹងតាមបញ្ញត្តិមាត្រា86គេបានកំណត់ឲ្យផ្ដន្ទាទោសទ្វេដងនៃអតិបរមានៃទោសដែលកំណត់ចំពោះបទមជ្ឈិមថ្មីនេះឧទាហរណ៍ថាគាត់ប្រព្រឹត្តបទឧក្រិដ្ឋមុនមួយហើយមិនទាន់ផុត5ឆ្នាំផងបន្ទាប់ពីថ្ងៃសាលក្រមចូលស្ថាពរគាត់ទៅប្រព្រឹត្តបទមជ្ឈិមមួយទៀតចា៎អញ្ចឹងការប្រព្រឹត្តបទមជ្ឈិមលើកនេះគេហៅថាការប្រព្រឹត្តបទមជ្ឈិមដោយមិនរាងចាលចា៎អញ្ចឹងគាត់ត្រូវទទួលទោសគឺយកអតិបរមានៃទោសដែលច្បាប់កំណត់តាក់ទងនឹងបទមជ្ឈិមហ្នឹងគឺទ្វេដងខ្ញុំលើកឧទាហរណ៍ថាគាត់លើកមុនគាត់ប្រព្រឹត្តបទប្លន់មួយអំពើប្លន់មួយដែលតាមបញ្ញត្តិជាធរមានបច្ចុប្បន្នថាផ្ដន្ទាទោសពី3ដល់10ឆ្នាំអញ្ចឹងតុលាការក៏សម្រេចផ្ដន្ទាទោសគាត់ដាក់5ឆ្នាំចុះឧទាហរណ៍អញ្ចឹងសាលក្រមនេះចូលស្ថាពរនៅថ្ងៃ1ខែ1ឆ្នាំ2000មកដល់ឆ្នាំ2004ឧទាហរណ៍អញ្ចឹងគឺថាគាត់ប្រព្រឹត្តបទមជ្ឈិមមួយទៀតអញ្ចឹងករណីបែបនេះគឺគាត់ប្រព្រឹត្តបទមជ្ឈិមលើកនេះគេហៅថាប្រព្រឹត្តបទមជ្ឈិមដោយមិនរាងចាលអញ្ចឹងគាត់ត្រូវបានអតិបរមានៃទោសចំពោះបទមជ្ឈិមនេះគឺទ្វេដងគុណទាំងពីរចំណុចទី3គឺនៅក្នុងបញ្ញត្តិមាត្រា84ចែងថាកាលបើបុគ្គលណាម្នាក់ដែលត្រូវផ្ដន្ទាទោសជាស្ថាពររួចហើយពីបទមជ្ឈិមហើយត្រូវជាប់ពន្ធនាគារស្មើឬលើសពី3ឆ្នាំបុគ្គលនេះបានប្រព្រឹត្តបទឧក្រិដ្ឋក្នុងរយៈពេល5ឆ្នាំឧទាហរណ៍ថាគាត់ប្រព្រឹត្តបទមជ្ឈិមមួយហើយតុលាការបានប្រកាសទោសដាក់ចំពោះគាត់គឺដាក់ពន្ធនាគារ3ឆ្នាំហើយមិនទាន់ផុតរយៈពេល5ឆ្នាំផងគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋមួយទៀតករណីបែបនេះគេហៅថាប្រព្រឹត្តបទឧក្រិដ្ឋដោយមិនរាងចាលចា៎បាទកុំតែអាដាមប្រសិនបើផុតពីនឹងហើយគាត់ទើបគាត់ប្រព្រឹត្តបទឧក្រិដ្ឋទៀតតើអានឹងយើងចាត់ទុកថាជាករណីមិនរាងចាលដែរទេអាដាមបាទបើសិនជាមិនចូលនៅក្នុងលក្ខខណ្ឌនេះទេឧទាហរណ៍ថាហួសរយៈពេល5ឆ្នាំហើយគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋមួយទៀតគឺមិនមែនចូលជាករណីមិនរាងចាលទេបាទអញ្ចឹងតុលាការមិនអាចយកអំពីស្ថានមិនរាងចាលនេះមកប្រកាសទោសដាក់គាត់បានទេចា៎ហើយករណីទី4គឺនៅក្នុងមាត្រា84ដដែលគឺចែងថាកាលបើបុគ្គលណាម្នាក់ដែលប្រព្រឹត្តបទត្រូវបានផ្ដន្ទាទោសជាស្ថាពររួចហើយពីបទមជ្ឈិមបុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមដដែលក្នុងរយៈពេល5ឆ្នាំអាហ្នឹងគឺឧទាហរណ៍ថាលើកមុនគាត់លួចចា៎ក្រោយមកគាត់ប្រព្រឹត្តបទលួចទៀតបាទប្រព្រឹត្តបទល្មើសលួចទៀតប៉ុន្តែវាអត់ទាន់ហួសរយៈពេល5ឆ្នាំអញ្ចឹងគឺករណីបែបនេះគេហៅថាគាត់ប្រព្រឹត្តបទមជ្ឈិមនេះគឺមិនរាងចាលចាចុះបើសិនបើគាត់ប្លន់វិញម្ដងបាទបើសិនជាករណីដែលគាត់ប្រព្រឹត្តអំពើលួចហើយចូលក្រោយមកប្រព្រឹត្តប្លន់វិញគឺយើងមើលចំណុចទី3ថាចូលលក្ខខណ្ឌនៅក្នុងចំណុចទី3អត់ទី1តើតុលាការបានកំណត់ទោសគាត់នឹងមានរយៈពេលស្មើឬ3ឆ្នាំស្មើឬលើសពី3ឆ្នាំទេចាបើសិនតុលាការកំណត់ទោសគាត់ថាមានរយៈពេលស្មើឬលើសពី3ឆ្នាំហើយក្រោយមកគាត់ប្រព្រឹត្តបទល្មើសប្លន់វិញអានឹងចូលជាបទឧក្រិដ្ឋមិនរាងចាលបាទហើយករណីទាំងអស់នេះគឺសូមបញ្ជាក់ថាជាលក្ខខណ្ឌចាំបាច់ដើម្បីអាចកំណត់ថាជនណាម្នាក់ប្រព្រឹត្តបទឧក្រិដ្ឋឬបទមជ្ឈិមដោយមិនរាងចាលហើយត្រូវដាក់ស្ថានទម្ងន់ទោសដែលលើសពីអតិបរមានៃទោសដែលច្បាប់កំណត់ជាធម្មតាហើយនៅក្នុងកំណត់ថាតើការគិតគូរអំពីរយៈពេល10ឆ្នាំឬ5ឆ្នាំហ្នឹងគេគិតចាប់ពីពេលណាមកគឺគិតចាប់ពីពេលដែលសាលក្រមលើកទី1នោះបានចូលស្ថាពរចា៎បើសិនជាសាលក្រមលើកទី1មិនទាន់ចូលស្ថាពរឬក៏មិនទាន់មានសេចក្តីសម្រេចរបស់តុលាការពីមុនចូលស្ថាពរទេការប្រព្រឹត្តបទល្មើសបន្តទៀតនេះគឺមិនមែនជាការប្រព្រឹត្តមិនរាងចាលទេឧទាហរណ៍ថាជនម្នាក់ទៅប្រព្រឹត្តអំពើលួចហើយរួចមកទៅប្រព្រឹត្តអំពើប្លន់រួចហើយទៅប្រព្រឹត្តអំពើសម្លាប់មនុស្សអញ្ចឹងករណីនេះមិនទាន់មានសាលក្រមពីមុនចូលស្ថាពរនៅឡើយទេ
ករណីបើសិនមិនទាន់មានសាលក្រមចូលជាស្ថាពរនៅឡើយគឺថាអំពើបែបនេះគឺមិនមែនជាការប្រព្រឹត្តដោយមិនរៀងចាលទេគឺជាប្រភេទនៃការប្រព្រឹត្តបទល្មើសត្រួតគ្នាចា៎បាទដូច្នេះគឺស្នើសុំកុំអោយច្រឡំប្រយ័ត្នឃើញថាប្រព្រឹត្តហើយទៅប្រព្រឹត្តទៀតថាហ្នឹងគឺប្រព្រឹត្តដោយមិនរៀងចាលគឺមិនអាចចូលលក្ខខណ្ឌនឹងភ្លាមទេតលតែយើងពិនិត្យមើលថាតើមានសាលក្រមពីមុនចូលស្ថាពរហើយឬនៅហើយបើមានសាលក្រមចូលស្ថាពរហើយយើងត្រូវមើលថាតើវាចូលលក្ខខណ្ឌតាមបញ្ញត្តិមាត្រា84នៃក្រមព្រហ្មទណ្ឌឬអត់បើសិនជាមិនចូលនៅក្នុងលក្ខខណ្ឌមាត្រា84ក្រមព្រហ្មទណ្ឌទេគឺมันអាចកំណត់ថាវាជាការប្រព្រឹត្តបទឧក្រិដ្ឋឬបទមជ្ឈិមដោយមិនរៀងចាលទេខ្ញុំលើកឧទាហរណ៍ករណីដែលការប្រព្រឹត្តបទមជ្ឈិមមុនរួចហើយក្រោយមកប្រព្រឹត្តបទមជ្ឈិមក្រោយទៀតឧទាហរណ៍ថាជនម្នាក់បានប្រព្រឹត្តបទលួចនៅឆ្នាំ2000ហើយមានសាលក្រមស្ថាពរនៅឆ្នាំ2002ក្រោយពីសាលក្រមស្ថាពរនៅឆ្នាំ2002មកបាទមិនទាន់ហួសរយៈពេល5ឆ្នាំផងគាត់ទៅប្រព្រឹត្តអំពើឆោបបោកមួយទៀតចា៎សួរថាតើការប្រព្រឹត្តបទល្មើសឆោបបោកក្រោយនេះជាការប្រព្រឹត្តបទល្មើសមជ្ឈិមដោយមិនរៀងចាលឬក៏មិនមែនអញ្ចឹងយើងពិនិត្យមើលនៅក្នុងចំណុចទី4នៃមាត្រា84ហើយក៏ត្រូវពិនិត្យទៅលើមាត្រា89មួយទៀតបាទដែលបញ្ជាក់ថាតើប្រភេទបទមជ្ឈិមណាដែលច្បាប់បានចាត់ទុកថាជាការបទមជ្ឈិមដូចគ្នាចា៎គឺនៅបញ្ញត្តិមាត្រា89គេបានកំណត់យ៉ាងជាក់លាក់ថាបទលួចបទរំលោភលើទំនុកចិត្តនិងបទឆោបបោកគឺជាប្រភេទបទមជ្ឈិមដូចគ្នាចា៎ដូច្នេះបើសិនជាករណីដែលកើតឡើងបែបនេះលើកមុនប្រព្រឹត្តលួចមិនទាន់ផុត5ឆ្នាំផងបន្ទាប់ពីសាលក្រមចូលស្ថាពរមុនហើយទៅប្រព្រឹត្តបទឆោបបោកមួយទៀតអានេះគឺគេហៅថាប្រព្រឹត្តបទមជ្ឈិមដោយមិនរៀងចាលចា៎ប៉ុន្តែបើសិនជាគាត់ទៅប្រព្រឹត្តបទមជ្ឈិមផ្សេងពីនឹងឧទាហរណ៍ថាគាត់ទៅវាយគេបាទបង្ករបួសករណីបែបនេះទោះបីជាមិនទាន់ផុតរយៈពេល5ឆ្នាំក៏ដោយក៏វាមិនចូលជាលក្ខណៈនៃការប្រព្រឹត្តបទមជ្ឈិមដោយមិនរៀងចាលហើយត្រូវដាក់ទោសបន្ថែមស្ថានទម្ងន់ទោសទ្វេដងបែបនេះទេនេះគឺជាការដែលកំណត់លក្ខខណ្ឌយ៉ាងច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងការមិនរៀងចាលហើយខ្ញុំសូមបញ្ជាក់ជូនដែរគឺការមិនរៀងចាលនេះមិនមែនឲ្យចៅក្រមនឹងគាត់ពិចារណាទោសនឹងដឹងថាគុណនឹង2រហូតនោះទេគឺថាតុលាការគាត់អាចពិចារណាថាដាក់ប្រមាណបើលើសពីអតិបរមានៃទោសធម្មតារបស់គាត់អាចដាក់រហូតទៅដល់ទ្វេដងនៃទោសនឹងប៉ុន្តែគាត់ដាក់ចន្លោះនឹងទៅឧទាហរណ៍ថាបទលួចចុះបើចូលជាការប្រព្រឹត្តមិនរៀងចាលដែលច្បាប់បានកំណត់ផ្ដន្ទាទោសពី6ខែទៅ3ឆ្នាំអញ្ចឹងតុលាការពិចារណាកម្រិតទោសដែលគាត់អាចប្រកាសបានគឺចន្លោះពី6ខែទៅ6ឆ្នាំគឺយក3ឆ្នាំគុណនឹង2អញ្ចឹងគាត់អាចដាក់ប្រមាណក៏បានដែរអាចដាក់4ឆ្នាំ5ឆ្នាំ6ឆ្នាំក៏បានមិនអាចលើសពី6ដែរឬក៏គាត់អាចដាក់3ក៏បានដែរក៏ដល់គាត់យល់ឃើញថាអាចមានស្ថានសម្រាលណាដែលគួរដាក់ត្រឹមនៅក្នុងកម្រិត3ឆ្នាំឬក៏អាចដាក់ក្រោម3ក៏បានដែរព្រោះស្ថានមិនរៀងចាលនេះមិនមែនមានន័យថាចៅក្រមត្រូវតែដាក់6ទៅអញ្ចឹងតែម្ដង6ឆ្នាំតែម្ដងទេបាទអានេះគឺតាក់ទងជាមួយនឹងស្ថានមិនរៀងចាលនេះហើយចំណុចមួយទៀតដែលតុលាការអាចយកទៅពិចារណានៅក្នុងការគិតគូរអំពីស្ថានរៀងចាលហើយត្រូវដាក់ទោសនេះបានលុះត្រាតែមានចែងយ៉ាងជាក់លាក់នៅក្នុងលិខិតចោទប្រកាន់ចា៎ព្រោះថាបើសិនជាមិនមានចែងជាក់លាក់នៅក្នុងលិខិតចោទប្រកាន់ដូចមានចែងនៅក្នុងមាត្រា291នៃក្រមនីតិវិធីព្រហ្មទណ្ឌទេគឺថាតុលាការមិនអាចនឹកឃើញអំពីស្ថានមិនរៀងចាលនេះដោយឯកឯងទៅប្រកាសទោសទៅលើជនជាប់ចោទបានទេខ្ញុំសូមឧទាហរណ៍ថានៅពេលដែលបរិញ្ញាធ្វើដីកាសន្និដ្ឋានស្ថាពរមកហើយចៅក្រមស៊ើបសួរគាត់បញ្ជូនចេញដីកាដំណោះស្រាយគឺបញ្ជូនរឿងមកជំនុំជម្រះអត់មានបានចែងជាក់លាក់អំពីស្ថានមិនរៀងចាលនៅក្នុងដីកានេះទេអញ្ចឹងនៅមុខសវនាការស្រាប់តែគាត់លេចហេតុភេទថ្មីមកឃើញថាជននេះធ្លាប់បានប្រព្រឹត្តបទល្មើសពីមុនមកចូលនៅក្នុងលក្ខខណ្ឌមានចែងក្នុងមាត្រា84នៃក្រមព្រហ្មទណ្ឌហើយគាត់ថាអានឹងចូលមិនរៀងចាលហើយអញ្ចឹងគាត់ប្រកាសទោសជាការមិនរៀងចាលនឹងគឺអត់បានទេតលតែមានចែងយ៉ាងជាក់លាក់នៅក្នុងលិខិតចោទប្រកាន់ដែលធ្វើតាមទី1គឺអាចតាមដីកាបញ្ជូនមកជំនុំជម្រះរបស់ចៅក្រមស៊ើបសួរឬក៏សាលដីកាបញ្ជូនមកជំនុំជម្រះរបស់
សភាស៊ើបសួរ ចា តាមរយៈនៃការបញ្ជូនទៅជំនុំរះផ្ទាល់របស់ព្រះរាជអាជ្ញាឬក៏ករណីមួយទៀតគឺតាមកំណត់ហេតុបង្ហាញខ្លួនភ្លាម ចា បាទទាំងអស់នេះទើបអាចឲ្យចៅក្រមជំនុំរះគិតគូរពិចារណាអំពីការដាក់ទោសអំពីស្ថានមរៀងចោលបាន ចាអ្វីដែលអាយដាមមានប្រសាអំបញ្ញវិញសិតតែជាការដាក់ទម្ងន់ទោសយ៉ាងទៅលើជនល្មើសចុះចំពោះការកាត់បន្ថយទម្ងន់ទោសវិញតើផ្អែកទៅលើស្ថានភាពអ្វីខ្លះអាយដាម បាទអំបញ្ញមិញគឺខ្ញុំបានបញ្ជាក់អំពីស្ថានរៀងចោលដែលអាចគិតគូរដាក់ទោសរហូតដល់ទ្វេដងហើយខ្ញុំក៏មិនបានបញ្ជាក់អំពីបញ្ហាថាតើពេលដែលបទមជ្ឈិមមួយចូលនៅក្នុងស្ថានរៀងចោលហើយត្រូវដាក់ទោសកម្រិតទ្វេដងនោះវាចូលនៅក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់កំណត់ថាជាប្រភេទបទឧក្រិដ្ឋចំណុចនេះគឺសូមកុំឲ្យមានការប្រែប្រួលផ្លាស់ប្ដូរនៅចំណាត់ថ្នាក់បទល្មើសឲ្យសោះទោះបីជាបទល្មើសហ្នឹងត្រូវបានប្រែប្រួលនៅអំពីទោសរបស់វាគឺចូលទៅជាប្រភេទបទឧក្រិដ្ឋក៏ដោយគឺมันអាចផ្លាស់ប្ដូរទៅជាបទឧក្រិដ្ឋទេវានៅតែជាប្រភេទបទមជ្ឈិមដដែល ដូច្នេះនីតិវិធីដែលធ្វើចំពោះបទល្មើសនេះគឺនៅតែធ្វើទៅតាមប្រភេទបទល្មើសមជ្ឈិមហើយការគិតគូរអំពីអាជ្ញាយុកាលនៃបទល្មើសរួមទាំងអាជ្ញាយុកាលនៃទោសក៏នៅតែជាប្រភេទបទមជ្ឈិមដដែល ចា